សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងនឹងរៀនពីរបៀប Remote Control ម៉ាស៊ីនមួយដោយប្រើ SSH តាមកម្មវិធី Mobile Xterm SSH គឺជាវិធីសុវត្ថិភាពក្នុងការចូលទៅកាន់ម៉ាស៊ីនពីចម្ងាយហើយ Mobile Xterm ជាឧបករណ៍ងាយស្រួលសម្រាប់ Windows ដែលរួមបញ្ចូល Terminal និង Graphical Tool ទាំងអស់ជំហានដំបូងត្រូវ download និងដំឡើង Mobile Xterm បន្ទាប់មកបើកកម្មវិធីហើយអ្នកនឹងឃើញ interface ដែលមាន tab Terminal និង Session Managerដើម្បីចូលទៅកាន់ម៉ាស៊ីនពីចម្ងាយចុច Session ជ្រើស SSH បញ្ចូល IP address ឬ hostname របស់ម៉ាស៊ីនគោលដៅបញ្ចូល username ហើយចុច OK Mobile Xterm នឹងសួរពាក្យសម្ងាត់បន្ទាប់ពី log in បានអ្នកអាចគ្រប់គ្រងម៉ាស៊ីនដូចជាកំពុងអង្គុយនៅទីនោះក្នុង Terminal អ្នកអាចវាយពាក្យបញ្ជាដូចជា ls ដើម្បីមើលឯកសារ cd ដើម្បីផ្លាស់ទីថតឬ sudo ដើម្បីប្រើសិទ្ធិ admin Mobile Xterm ក៏មាន Graphical Tool ដូចជា File Transfer ដែលងាយស្រួលក្នុងការទាញយកឬផ្ញើឯកសារទៅម៉ាស៊ីន SSH និង Mobile Xterm មានសារៈសំខាន់ព្រោះអាចគ្រប់គ្រងម៉ាស៊ីនពីចម្ងាយដោយសុវត្ថិភាពជួយអ្នកអភិវឌ្ឍនិងអ្នកបច្ចេកទេសក្នុងការធ្វើ Troubleshooting ឬ Maintenance អាចប្រើប្រាស់ដើម្បីការបង្រៀននិងបង្ហាញដល់សិស្សពីការគ្រប់គ្រង Server ពិតជួយអ្នកយល់អំពីសុវត្ថិភាពបណ្ដាញនិងការប្រើប្រាស់ Encryption ក្នុងការទំនាក់ទំនងសង្ខេបមកវិញ SSH ជាវិធីសុវត្ថិភាពក្នុងការគ្រប់គ្រងម៉ាស៊ីនពីចម្ងាយហើយ Mobile Xterm ជាឧបករណ៍ងាយស្រួលសម្រាប់ Windows ដឹងពីវាមិនត្រឹមតែជួយអ្នកក្នុងការអភិវឌ្ឍនិង Troubleshooting ទេប៉ុន្តែជួយអ្នកកែលម្អសមត្ថភាពសុវត្ថិភាពបណ្ដាញផងដែរសូមអរគុណដែលបានតាមដានវីដេអូនេះហើយកុំភ្លេច Subscribe ដើម្បីទទួលបានមាតិកាបច្ចេកវិទ្យាថ្មីៗ